កូនខុសហើយម៉ែពេលមានជីវិតកូនមិនបានគិតដល់ម៉ែខ្សែពិតទៅកូនភ្ញាក់ខ្លួនបំរើស្រាលធ្ងន់លើម៉ែនឹមនួនក៏កូនមានស្ងួនមិនបានធ្វើដែរចំណីអាហារហូបចុកទាំងខ្វះខ្លួនម្ដាយសែនចាស់រស់នៅស្រុកស្រែកូនមិនដែលទៅសួរសុខទុក្ខម៉ែគ្មានអ្នកមើលថែក៏កូនមិនខ្វល់អោព្រះម៉ែអើយកូនស្ដាយណាស់ពីមុនល្ងងណាស់គឺគ្មានដឹងខ្យល់ពុកម៉ែនៅរស់មិនសាងកុសលព្រោះគិតមិនដល់គុណអ្នកម្ដាយថ្លៃនឹកឃើញគ្រាមួយកាលកូននៅតូចម៉ែថែប្រៀបដូចជាពេជ្រចរណៃយកសក់បាំងកូនយកខ្លួនបាំងថ្ងៃកូនថិតក្នុងដៃព្រះម៉ែធ្នមបីធ្វើការរកស៊ីមិនមានចន្លោះឆ្លៀតឲ្យបាវដោះមិនមានខ្មាស់អ្វីនៅមុខមហាជនមានប្រុសមានស្រីក៏ម៉ែធ្វើឲ្យតែកូនឆ្អែតកូនធំយ៉ាងនេះរិះគិតមិនដឹងកូនល្អយ៉ាងនឹងឃើញច្បាស់ក្រឡែតគិតពីខែមៀកថាចាំខែចែតធ្វើបន់ជាហេតុតបគុណម៉ែខ្លះមិនតាន់ដល់ផងម៉ែលាកូនហើយអ្នកម្ដាយត្រានត្រើយកូនខុសខ្លាំងណាស់ព្រោះមិនស្ដាប់គ្រូយល់តែផ្ដេសផ្ដាសមិនថែម្ដាយចាស់ឲ្យនៅម្នាក់ឯងមើលចុះខ្ទមតូចស្ងៀមធ្វើមិនដឹងខ្ញុំទុកម្លឹងចិត្តវិលដូចផ្សែងទឹកដីខ្ទមតូចដែលជាកន្លែងសូមជួយថ្លាថ្លែងរកម៉ែខ្ញុំផងអោម្ដាយសំឡាញ់ជាទីស្នេហាម៉ែនៅទីណាម្ដេចស្ងាត់តែម្ដងពីដើមមកជួបម៉ែស្ដីឆ្លើយឆ្លងពេលនេះឯងហងឃើញតែទីតាំងឃើញក្រែកន្ទេលម៉ែធ្លាប់សម្រានកូនទប់មិនបានព្រោះកូនខុសខ្លាំងឃើញក្រមាចាស់ម៉ែធ្លាប់បាត់បាំងអោអ្នកសច្ចាំងជួយរកម៉ែខ្ញុំពីងទឹកឆ្នាំងបាយនឹងខោអាវម៉ែពី3ហោហែកូនរត់ទុកធំម៉ែអើយពេលនេះកូនទុកប៉ុនភ្នំកូនចង់តែយំប្រាប់អស់ទេវតាពេលនេះហួសហើយគ្មានត្រឡប់វិញកូនទុកម្នោម្នេញគ្មានពេលភ្លឺថ្លាម៉ែរស់ក្នុងខ្ទមកូននៅវិឡាសំដូចគេថាកូនដូចបាក់សីមិនគួរសោះឡើយម៉ែអើយទៅណាកូនមកហើយរាសូមម៉ែស្រដីម្ដេចនៅស្ងៀមឈឹងសម្រានធ្វើហើយកូនយកចំណីជូនម៉ែពិសាពុទ្ធោម៉ែខ្ញុំគាត់ស្លាប់ទេដឹងដៃជើងគាត់រឹងមិនស្ដីចរចាម៉ែអើយម៉ែសូមភ្ញាក់ឡើងណាកូនជូនអាហារកូនមកដល់ហើយមើលចុះញាតិមិត្តគេធ្វើអ្វីទៅអ្នកម្ដាយពេលពៅដេកធ្វើកន្តើយខ្លះវាយក្តាមឈូសពុទ្ធោម៉ែអើយម៉ែលាកូនហើយឲ្យកូនពឹងអ្វីអស់លោកប្រុសស្រីសូមជួយខ្ញុំផងសូមជួយចម្លងទៅជួបម្ដាយស្រីគាត់នៅទីណាខ្ញុំសែនរិញរៃពុទ្ធោម៉ែខ្សៃកូនខុសខ្លួនហើយនិយមន័យនៃពាក្យថាម៉ែជាពាក្យដែលមានអត្ថន័យខ្លឹមសារសំខាន់ខ្លាំងណាស់ចំពោះកូនជាពាក្យដែលពិរោះរណ្ដំលាយឡំផ្សំទៅដោយភាពផ្អែមល្ហែមដែលសើមជ្រួតជ្រាបដក់ជាប់នៅក្នុងដួងចិត្តរបស់កូនពេលណាដែលកូននឹកឃើញដល់ម៉ែសេចក្តីទុក្ខសោកខ្វាយខ្វល់កង្វល់ទាំងឡាយក៏រសាយអស់ពីក្នុងចិត្តរបស់កូនព្រោះម៉ែជាអ្នកមានគុណដ៏ធំក្រៃលែងចំពោះកូនម៉ែជាអ្នកផ្ដល់កំណើតឲ្យកូនម៉ែជាអ្នកឲ្យជីវិតដល់កូនឲ្យនៅក្តីស្រឡាញ់គ្រប់យ៉ាងដល់កូនកូនរស់រៀនមកដល់ថ្ងៃនេះក៏ដោយសារមានម៉ែលំបាកក្នុងការចិញ្ចឹមកូនតាំងពីកូនតូចរហូតដល់កូនធំពេលខ្លះម៉ែសឹងតែគ្មានអ្វីឲ្យកូនបរិភោគ
ព្រោះម៉ែក្រគ្មានទ្រព្យសម្បត្តិដើម្បីចិញ្ចឹមកូនឲ្យបានរស់សុខស្រួលតែម៉ែនៅតែខំប្រឹងប្រែងដោយភាពអំណត់អត់ធ្មត់យ៉ាងក្រៃលែងក្នុងការស្វែងរកអាហារមកចិញ្ចឹមកូនម៉ែហត់ម៉ែនឿយម៉ែលំបាកខ្លាំងណាស់ទម្រាំតែចិញ្ចឹមកូនបានរស់ដល់ឥឡូវជីវិតរបស់ម៉ែសឹងតែរលត់ផុតពីភពផែនដីលែងបានឃើញពន្លឺថ្ងៃលែងបានឃើញមុខកូនដែលជាដួងចរណៃនៃដួងចិត្តម៉ែក៏អាចថាបានដោយសារម៉ែមានចិត្តល្អចំពោះកូនហ៊ានបូជាជីវិតឥតស្ដាយស្រណោះចំពោះកូននិងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីកូនដូច្នេះហើយទើបម៉ែមានឈ្មោះថាជាព្រះរស់របស់កូនជាព្រះនៅក្នុងផ្ទះដែលចាំជួយថែរក្សាកូនគ្រប់ពេលវេលាពេលកូនជួបឧបសគ្គនានាកូនតែងបន់ព្រះសំពះទេវតាដតីឲ្យមកជួយកូនតែកូនបែរជាភ្លេចព្រះរស់ដែលរស់នៅជាមួយនឹងកូនរាល់ថ្ងៃទៅវិញកូនមិនបានដឹងថាព្រះដែលចាំជួយថែរក្សាកូនរហូតគឺមានតែព្រះនៅក្នុងផ្ទះប៉ុណ្ណោះនោះគឺម៉ែព្រះនៅក្នុងផ្ទះជួយកូនដោយមិនចាំបាច់កូនបន់ស្រន់សែនព្រេនសំពះថ្វាយបង្គំសុំឡើយឲ្យតែម៉ែដឹងថាកូនមានសេចក្តីទុក្ខលំបាកនៅក្នុងជីវិតម៉ែតែងគិតពីកូនរហូតម៉ែពិបាកចិត្តជាងកូនទៅទៀតម៉ែប្រឹងប្រែងរកមធ្យោបាយជួយកូនឲ្យផុតពីសេចក្តីទុក្ខលំបាកនេះហើយគឺជាសន្តានចិត្តព្រះនៅក្នុងផ្ទះរបស់យើងគ្រប់ពេលវេលាម៉ែតែងយកចិត្តទុកដាក់ថ្នាក់ថ្នមកូនទោះបីក្នុងកលៈទេសៈណាក៏ដោយឲ្យតែម៉ែអាចចិញ្ចឹមកូនរស់គឺម៉ែមិនខ្វល់ឡើយមិនថាក្តៅមិនថារងាម៉ែពុះពៀគ្រប់ឧបសគ្គដើម្បីបានប្រាក់យកមកចិញ្ចឹមកូនជីវិតរបស់ម៉ែផ្សារភ្ជាប់ទៅដោយជីវិតរបស់កូនពេលកូនឈឺម៉ែក៏ឈឺជាមួយនឹងកូនពេលកូនយំម៉ែក៏យំជាមួយនឹងកូនហើយពេលដែលកូនសប្បាយរីករាយម៉ែក៏សប្បាយរីករាយជាមួយនឹងកូនដែរម៉ែរួមសុខរួមទុក្ខជាមួយនឹងកូនគ្រប់ពេលវេលាទោះបីជាវេលាថ្ងៃឬក៏វេលាយប់ម៉ែតែងបារម្ភពីសុខទុក្ខរបស់កូនជានិច្ចកាលម៉ែមិនទាន់មានកូនម៉ែតែងបារម្ភពីជីវិតរបស់ម៉ែខ្លាចលំបាកខ្លាចនឿយហត់តែពេលដែលម៉ែមានកូនជីវិតរបស់ម៉ែលែងខ្លាចលំបាកនឿយហត់អ្វីទាំងអស់ម៉ែភ្លេចគិតពីជីវិតខ្លួនឯងព្រោះម៉ែរវល់គិតតែពីជីវិតកូនជីវិតរបស់កូនគឺពិតជាសំខាន់ជាងអ្វីទាំងអស់ទោះកូនអាក្រក់ល្អសខ្មៅត្រូវខុសក៏កូននៅតែជាកូនរបស់ម៉ែម៉ែនៅតែស្រឡាញ់កូនមិនប្រែប្រួលឡើយទោះម៉ែស្ថិតនៅក្នុងជីវភាពលំបាកយ៉ាប់យ៉ាក្រខ្សត់អត់ឃ្លានដុនដាបខ្លាំងកម្រិតណាក៏ដោយក៏ម៉ែមិនបោះបង់កូនចោលឡើយម៉ែប្រឹងប្រែងចិញ្ចឹមកូនដោយញើសឈាមរបស់ម៉ែរហូតកូនមានជីវិតដល់ថ្ងៃនេះតើកូនដឹងទេថាជីវិតដែលកូនមានមកដល់សពថ្ងៃនេះវាបង្កប់ទៅដោយភាពល្វីងជូរចត់នៅក្នុងជីវិតរបស់ម៉ែយ៉ាងណាខ្លះយើងសាកស្រមៃមើលទៅថាកាលដែលយើងស្ថិតនៅក្នុងផ្ទៃពោះរបស់ម៉ែក្នុងគ្រានោះតើយើងធ្វើឲ្យម៉ែរងទុក្ខពិបាកដោយសារយើងយ៉ាងណាខ្លះហើយកាលដែលយើងប្រសូតចេញចាក់ផ្ទៃរបស់ម៉ែតើម៉ែឈឺខ្លាំងប៉ុណ្ណាម៉ែរងទុក្ខវេទនាខ្លោចផ្សាប៉ុណ្ណាទម្រាំតែម៉ែចម្លងកូនឲ្យផុតពីសមុទ្រគ្រោះថ្នាក់នេះបានម៉ែសឹងតែខ្លាចជាចំណីនៃមច្ចុរាជទៅហើយនេះគឺជារឿងពិតដែលកូនប្រុសស្រីទាំងឡាយមិនអាចបដិសេធបានពីព្រោះអ្នកណាដែលថាមិនធ្លាប់មានម៉ែអ្នកណាដែលថាមិនកើតចេញពីផ្ទៃពោះរបស់ម៉ែគឺមិនមានឡើយដូច្នេះហើយរឿងអ្វីដែលយើងត្រូវបំភ្លេចម៉ែរឿងអីដែលយើងត្រូវធ្វើបាបចិត្តម៉ែធ្វើឲ្យម៉ែលំបាកចិត្តដោយសារយើង
ព្រោះអ្វីដែលយើងមានរាល់ថ្ងៃនេះគឺជាធ្នូដែលដូរដោយញើសឈាមនិងជីវិតរបស់ម៉ែពាក្យម៉ែមួយម៉ាត់ជាពាក្យយ៉ាងខ្លីពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ពាក្យម៉ែពីរោះគួរក្រាបសំពះពាក្យម៉ែដូចព្រះឈ្នះមារក្នុងលោកពាក្យម៉ែកូនហៅជារៀងរាល់ថ្ងៃពាក្យម៉ែមានន័យថ្លៃកប់ពពកពាក្យម៉ែជាពាក្យមិនងាយនឹងរកពាក្យម៉ែកូនជ្រកជំរកសុខសានពាក្យម៉ែកូនហៅកក់ក្ដៅពេកពិតពាក្យម៉ែតែងឋិតក្នុងចិត្តគ្រប់ប្រានពាក្យម៉ែជ្រួតជ្រាបពេញចិត្តសន្តានពាក្យម៉ែហៅបានគ្រប់ពេលវេលាពាក្យម៉ែកូនចាំគ្មានថ្ងៃត្រូវភ្លេចពាក្យម៉ែរំលេចដោយព្រំវិហារពាក្យម៉ែដកជាប់ក្នុងចិត្តគ្រប់គ្នាពាក្យម៉ែគឺជាពាក្យត្រូវចងចាំម៉ែជាព្រះព្រំធំអស្ចារ្យម៉ែជាទេវតារក្សាកូនម៉ែថ្នាក់ថ្នមស្នេហ៍ក្បែរបុតស្ងួនម៉ែប្រឹងថែធួននួនពិសីម៉ែតែងតស៊ូបដូរជីវិតម៉ែមានដួងចិត្តពិតភក្តីម៉ែស្រឡាញ់កូនលើសអ្វីម៉ែសែនល្អក្រៃថ្លៃជាងពេជ្រម៉ែហ៊ានលះបង់អ្វីទាំងអស់ម៉ែពិតចិត្តស្មោះមិនកែកិច្ចម៉ែគិតពីកូនមិនដែលភ្លេចម៉ែល្អជានិច្ចចំពោះកូនម៉ែគឺជាព្រះល្អពេកក្រៃម៉ែតែងថ្នមបីថ្លៃមាសស្ងួនម៉ែជានាវីនិងជាក្បូនម៉ែជួយសណ្ដូនកូនដល់ត្រើយម៉ែតែងការពាររងាក្តៅម៉ែឋិតនិតនៅចិត្តគៀកកើយម៉ែគិតពីកូនគ្មានពេលស្បើយម៉ែមិនខ្វល់ឡើយជីវិតម៉ែខ្លួនប្រាណរបស់ម៉ែអាចមិនសូវស្អាតពាក្យពេចន៍របស់ម៉ែអាចមិនសូវពិរោះតែបេះដូងរបស់ម៉ែគឺល្អណាស់ចំពោះកូនម៉ែកូនស្រឡាញ់ម៉ែ9ខែ10ថ្ងៃនៅក្នុងផ្ទៃម៉ែ9ខែ10ថ្ងៃជាពេលវេលាដែលម៉ែតែងតែទន្ទឹងរង់ចាំផ្លូវកូនចង់ឃើញមុខកូនចង់បីបមថ្នាក់ថ្នមកូនចង់ឮសំឡេងកូនយំចង់ដឹងថាទឹកមុខរបស់កូនកាត់ទៅរកពុកឬកាត់ទៅរកម៉ែកូនដឹងទេ9ខែ10ថ្ងៃវាពិតជាយូរណាស់សម្រាប់ម៉ែដែលទន្ទឹងរង់ចាំក្នុងកំឡុងពេល9ខែ10ថ្ងៃកូនអើយម៉ែបានស្គាល់គ្រប់រសជាតិអស់ហើយម៉ែខំប្រឹងឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងឆ្លងកាត់ការឈឺចាប់ឆ្លងកាត់ការធុញថប់ឆ្លងកាត់ការនឿយហត់ព្រោះម្ដាយចង់រក្សាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អឲ្យកូនកើតមកមានភាពរឹងមាំ9ខែ10ថ្ងៃជាថ្ងៃនៃការចងចាំរបស់ម៉ែចាំបានថាចាប់តាំងពីកូនមកចាប់បដិសន្ធិក្នុងផ្ទៃរបស់ម៉ែមកជីវិតរបស់ម៉ែប្រែប្រួលគ្រប់បែបយ៉ាងអិរិយាបថទាំង4ដេកដើរឈរអង្គុយធ្លាប់តែរហ័សរហួនចង់ទៅណាមកណាក៏បានតាមចិត្តចង់ធ្វើការងារអ្វីក៏ស្រួលតែពេលមានកូនក្នុងផ្ទៃចង់ដេកចង់ដើរចង់ឈរឬអង្គុយក៏ពិបាកធ្វើអ្វីក៏មិនទាន់ចិត្តងាកទៅណាក៏ទៅគឺទៅគ្រប់បែបយ៉ាងទាំងអស់ណាកូនចិត្តធ្លាប់តែស្រស់ស្រាយសប្បាយរីករាយទឹកមុខធ្លាប់តែស្រស់បោះតែនៅពេលដែលម៉ែមានកូនអារម្មណ៍របស់ម៉ែក៏ចាប់ផ្ដើមប្រែប្រួលឆាប់ខឹងឆាប់ឆេវឆាវមួម៉ៅក្តៅក្រហាយនឿយណាយធុញថប់ផ្គាប់ចិត្តមិនត្រូវអាហារហូបចុកដែលធ្លាប់តែឆ្ងាញ់ធ្លាប់តែចូលចិត្តបែរទៅជាលេបមិនចូលចេះតែរអើមរកកលតែវិលមុខក្អួតចង្អោចង់តែខ្យល់កោឈឺនេះឈឺនោះរកថាមិនត្រូវហ
ហូបក៏មិនបានសម្រានក៏មិនលក់ព្រោះកូនធ្វើទុករាល់ថ្ងៃម៉ែធ្លាប់ជាមនុស្សមានសេរីភាពចង់ទៅណាមកណាគឺទៅបានគ្រប់កន្លែងក៏ព្រោះតែកូនស្ថិតនៅក្នុងផ្ទៃម៉ែសុខចិត្តបាត់សេរីភាពខ្លួនឯងដើម្បីមើលថែទាំកូនម៉ែធ្លាប់ជាមនុស្សដែលចូលចិត្តតែងខ្លួនស្អាតបាតគ្រប់ពេលវេលាក្រែមម្សៅម៉ាគីយេលេលាបរាល់ថ្ងៃតែព្រោះកូននៅក្នុងផ្ទៃម៉ែលែងខ្វល់ពីរូបសម្រស់ទាំងអស់ម៉ែខ្វល់តែម្យ៉ាងគឺខ្វល់ពីកូនរបស់ម៉ែតាំងពីមានកូននៅក្នុងផ្ទៃម៉ែបានកែប្រែខ្លួនឯងច្រើនណាស់ម៉ែកែប្រែទម្លាប់ដែលធ្លាប់តែមិនសូវគិតខ្វល់ខ្វាយច្រើនបែរមកគិតច្រើនជាងមុនបារម្ភច្រើនជាងមុនព្រោះម៉ែគិតខ្វល់ខ្វាយបារម្ភដល់អនាគតរបស់កូនអស់ពេលច្រើនខែម៉ែពោផ្ទៃ310ថ្ងៃថ្លៃដឹងទេម៉ែពិបាកណាស់ណាមាសមេប្រឹងប្រែងមើលថែបត់ចរណៃពោះកាន់តែធំរឹតតែធ្ងន់ឈឺស្ពឹកស្រពន់អស់ជើងដៃវិលមុខរកក្អួតស្ទើររាល់ថ្ងៃចុកចាប់ពេកក្រៃមិនហ៊ានស្រែកហូបមិនបានសម្រានមិនលក់ប្រានម៉ែដង្ហក់ស្រក់ទឹកភ្នែកកូនធាក់ពោះម៉ែស្ទើរធ្លាយបែកម៉ែមិនបានដេកព្រោះតែកូនពេលវេលាដែលម៉ែពោពោះកូន9ខែ10ថ្ងៃគឺជាពេលវេលាដែលកូនប្រុសស្រីក៏បីចងចាំទុកកុំបីភ្លេចឡើយទឹកភ្នែកម៉ែស្រក់ធ្លាក់លើខ្លួនកូនយប់យន់ត្រជាក់មេឃងងឹតឈឹងពពកខ្មៅអ៊ូអាប់រសាត់បាំងបិទចិត្តដួងព្រះច័ន្ទមិនឲ្យបញ្ចេញពន្លឺរស្មីបានមេឃងងឹតគឺជាហេតុដែលភ្លៀងបំរុងនឹងបង្អុរចុះមកស្រោចស្រពលើផែនប្រតិពីនេះមួយសន្ទុះក្រោយមកភ្លៀងមួយមេយ៉ាងធំក៏ធ្លាក់ចុះមកមែនបណ្ដាលឲ្យផ្ទះខ្ទមជរាមួយដែលមានជញ្ជាំងពុកផុយដោយអន្លើដំបូលបាំងស្លឹកធ្លុះធ្លាយស្ទើរតែគ្មានចន្លោះមានការច្រែងទប់នឹងទឹកភ្លៀងដែលសាចមកលើដោយសេចក្តីលំបាកយ៉ាងក្រៃលែងផ្ទះតូចចង្អៀតនេះហើយដែលកូនរស់នៅយ៉ាងសុខសាន្តជាមួយនឹងម៉ែព្រោះម៉ែបានផ្ដល់អ្វីគ្រប់យ៉ាងដែលកូនត្រូវការនោះគឺព្រហ្មវិហារធម៌ថ្វីត្បិតតែម៉ែមិនមានទ្រព្យសម្បត្តិវត្ថុសម្ភារៈខាងក្រៅឲ្យកូនក៏ពិតមែនប៉ុន្តែម៉ែមានដួងហឫទ័យល្អម៉ែមានទឹកចិត្តស្មោះសររួមជាមួយនឹងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធប្រគល់ឲ្យកូនម៉ែតែងផ្ដល់ភាពកក់ក្ដៅដល់កូនជានិច្ចមិនឲ្យកូនរងាឯកាឡើយកូនចាំមិនភ្លេចឡើយនៅយប់មួយនោះគឺយប់ដែលភ្លៀងធ្លាក់សាចសាមជោគក្តារធ្វើឲ្យម៉ែនិងកូនគ្មានកន្លែងគេងយប់នោះម៉ែស៊ូអង្គុយអោបកូនទល់ភ្លឺឲ្យកូនបានគេងលងលក់យ៉ាងស្កប់ស្កល់នៅក្នុងរង្វង់ដៃទាំងទ្វេរបស់ម៉ែយប់នោះថ្វីត្បិតកូននៅតូចតែកូនដឹងថាទឹកភ្នែករបស់ម៉ែកំពុងស្រក់ចុះតក់មកលើខ្លួនកូនព្រោះម៉ែមានចិត្តនឹកអាណិតកូនដែលម៉ែគ្មានលំនៅឲ្យកូនរស់នៅបានសុខស្រួលដោយកូនគេដទៃទៀតម៉ែអើយតាមពិតកូនលំបាកតែរូបរាងកាយខាងក្រៅប៉ុណ្ណោះប៉ុន្តែក្នុងចិត្តរបស់កូនគឺសែនកក់ក្ដៅណាស់ហើយនឹងសុខស្រួលយ៉ាងក្រៃលែងព្រោះកូនបានកើតមកនៅក្នុងផ្ទៃនៃម៉ែចិត្តធัวម៉ែស៊ូរ៉ាប់រងថែរក្សាការពារនិងរ៉ាប់រងនៅឧបសគ្គគ្រប់បែបយ៉ាងជំនួសកូនទោះបីម៉ែក្រក៏ម៉ែខំប្រឹងចិញ្ចឹមកូនឲ្យរស់ធំដឹងក្តីនៅក្នុងលោករហូតមកដល់ឥឡូវនេះកូនដឹងថាម៉ែពិតជាលំបាកខ្លាំងណាស់ក្នុងការចិញ្ចឹមកូនព្រោះឃើញថ្ងៃណាក៏ម៉ែស្រក់ទឹកភ្នែកម៉ែពិបាកវេទនាក៏ដោយសារតែកូនម៉ែខ្សត់ខ្សោយកម្លាំងសុខភាពមិនល្អក៏ដោយសារតែកូន
រហូតដល់ម៉ែធ្លាក់ខ្លួនឈឺស្គមស្គាំងស្លេកស្លាំងក៏ព្រោះតែកូនដែរកូនធ្វើឲ្យម៉ែលំបាកធ្វើឲ្យម៉ែរងទុក្ខគ្រប់បែបយ៉ាងកូននឹងចងចាំនៅរាល់សេចក្តីល្អរបស់ម៉ែទុកក្នុងចិត្តរបស់កូនជារៀងរហូតទៅយប់យន់ភ្លៀងធ្លាក់ត្រជាក់ចិន្តាយប់មួយនោះណាមេដារំពៃបៃបំធ្នមកូនកណ្ដារាត្រីទឹកភ្នែកម្ដាយថ្លៃស្រក់ជោគភក្ត្រាយប់យន់ភ្លៀងធំម៉ែយំអោបកូនទឹកភ្នែកផ្ទួនញាប់ញ័រកាយាខ្ទមតូចប្រក់ស្បូវភ្លៀងសាចសើមក្តាទ្រង់សែនខ្លោចផ្សាទុកខាពន់ពេកម៉ែយំព្រោះម៉ែអាណិតបុតថ្លៃពេញមួយរាត្រីម៉ែមិនបានដេកយប់ជ្រៅភ្លៀងធំងុំដោយទឹកភ្នែកខ្ទមស្បូវរហែកកូនដេករងាម៉ែយកទ្រង់ម៉ែបាំងភ្លៀងឲ្យកូនម៉ែស៊ូយកខ្លួនរាប់រងការពារឲ្យកូនកក់ក្ដៅបាត់ភាពរងាក្នុងខ្ទមជរានាពេលភ្លៀងធ្លាក់ខ្ទមតូចមែនពិតតែចិត្តកក់ក្ដៅព្រោះម៉ែនឹកនៅឲ្យកូនយល់ភ័ក្រម៉ែថែរក្សាការពារត្រជាក់យកចិត្តទុកដាក់ថ្នាក់ថ្នមបុតថ្លៃកូនមានសំណាងកើតចំម៉ែល្អទោះបីម៉ែក្រតែកូនសុខក្រៃព្រោះម៉ែជាព្រះចិត្តល្អប្រពៃបានកើតក្នុងផ្ទៃនៃម៉ែចិត្តធัวម៉ែស៊ូលំបាកសពគ្រប់ទាំងអស់ចិត្តម៉ែស្ម័គ្រស្មោះថ្លៃថ្លាបវរម៉ែមានព្រះគុណធ្ងន់ដោយក្តីល្អមានព្រំវិហារធัวដល់កូនគ្រប់គ្នាខ្លួនប្រាណម៉ែស្គមរញោមរីងរៃឈឺចាប់រាល់ថ្ងៃដើម្បីបុតភ្ញាមិនថាថ្ងៃក្តៅត្រជាក់រងាម៉ែខំពុះពៀអត់រាថយឡើយព្រោះដើម្បីកូនស៊ូសូនសង្ខាថែធួនរក្សាបុត្រាត្រាន់ត្រើយកាយារីងរៃគ្មានថ្ងៃលហែលហើយអោអ្នកម្ដាយអើយសែនល្អម្លេះណាទោះបីម៉ែក្រម៉ែលំបាកយ៉ាងណាក៏មនោសញ្ចេតនារបស់ម៉ែចំពោះកូនមិនដែលប្រែប្រួលឡើយមោហាពលិកម្មរបស់ម៉ែចំពោះកូនព្រោះតែកូនជីវិតរបស់ម៉ែមិនដែលខ្លាចនឿយហត់ឡើយការងារអ្វីក៏ដោយម៉ែធ្វើបានទាំងអស់ដើម្បីចិញ្ចឹមកូនឲ្យបានរស់គ្មានឡើយពាក្យថារាថយសម្រាប់ម៉ែទោះបីភ្លៀងផ្គរក្តៅរងាយ៉ាងណាក៏ដោយកុំថាឡើយត្រឹមកម្លាំងកាយសូម្បីតែជីវិតក៏ម៉ែមិនដែលគិតឡើយព្រោះតាំងតែពីម៉ែមានកូនជីវិតរបស់ម៉ែគឺបានប្រគល់ឲ្យកូនអស់ទៅហើយម៉ែហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីចិញ្ចឹមកូនឲ្យរស់ម៉ែលះបង់ទាំងអស់រាល់ការសប្បាយរីករាយដែលម៉ែធ្លាប់មានកាលដែលម៉ែមិនទាន់មានកូនម៉ែលះបង់ពេលវេលាច្រើនដើម្បីមើលថែកូនម៉ែស៊ូហូបមិនគ្រប់គ្រាន់ឲ្យតែកូនបានញ៉ាំឆ្អែតម៉ែស៊ូសម្រានមិនគ្រប់គ្រាន់ឲ្យតែកូនបានកេងលក់ស្កប់ស្កល់ម៉ែស៊ូលំបាកនឿយហត់ធ្វើការងារគ្រប់យ៉ាងឲ្យតែកូនបានសិក្សារៀនសូត្រម៉ែហ៊ានពលិកម្មដើម្បីកូនគ្រប់យ៉ាងរហូតដល់រាងកាយម៉ែបែរជាទ្រុឌទ្រោមស្គាំងស្គមសុខភាពរបស់ម៉ែបែរជាចុះខ្សោយព្រោះម៉ែហូបមិនបានគ្រប់គ្រាន់សម្រានមិនបានស្កប់ស្កល់រវល់ខ្វល់ខ្វាយតែពីរឿងកូនបណ្ដាលឲ្យម៉ែទៅជាឈឺតែទោះបីជាម៉ែឈឺយ៉ាងណាក៏ម៉ែមិនគិតពីខ្លួនឯងឡើយម៉ែគិតទៅតែម្យ៉ាងគឺម៉ែគិតដល់កូនម៉ែភ័យម៉ែព្រួយខ្លាចកូនរបស់ម៉ែឈឺខ្លាចកូនរបស់ម៉ែមិនស្រួលខ្លួនខ្លាចកូនញ៉ាំមិនបានគេងមិនលក់រៀនមិនកើតពេលដែលម៉ែឮថាកូនឈឺទឹកមុខរបស់ម៉ែស្លេកស្លាំងអស់ដោយសារការព្រួយបារម្ភចំពោះកូនម៉ែរត់រកថ្នាំឲ្យកូនលេប
ម៉ែយកកូនទៅពេទ្យម៉ែញ័រដៃញ័រជើងនៅពេលដែលកូនឈឺម៉ែធ្វើអ្វីក៏មិនកើតក្នុងបេះដូងរបស់ម៉ែឈឺជាងកូនទៅទៀតបើសិនជាអាចឈឺជំនួសកូនបានម៉ែប្រកាសជាមិនឲ្យកូនរបស់ម៉ែឈឺឡើយម៉ែនឹងយកខ្លួនទៅឈឺជំនួសកូនមិនខានឡើយគ្មានបុគ្គលណាម្នាក់ដែលហ៊ានពលីជីវិតចំពោះកូនដូចជាម៉ែឡើយម៉ែហ៊ានពលីដល់ជីវិតខ្លួនម៉ែឥតគិតសោះឡើយណាម៉ែគិតតែកូនស្ងួនជីវ៉ាឲ្យតែកនថាបានក្តីសុខម៉ែខំប្រឹងធ្វើសពកិច្ចការគ្មានទេពាក្យថាស្រួលសនុកម៉ែប្រឹងពុះពីរាល់ក្តីទុក្ខឲ្យកូនបានសុខរស់សប្បាយម៉ែស៊ូលំបាកដោយខ្លួនឯងខិតខំប្រឹងប្រែងឥតនឿយណាយទោះម៉ែត្រូវសូនក៏មិនស្ដាយម៉ែបូជាកាយដើម្បីកូនជីវិតម៉ែមួយមិនព្រួយឡើយតែខ្វល់ឥតស្បើយព្រោះបត់ស្ងួនម៉ែគិតគ្រប់យ៉ាងគឺគិតកូនម៉ែស៊ូស្លាប់ខ្លួនឲ្យកូនរស់ដៃម៉ែតែងតែនៅក្បែរកូនដៃម៉ែថែធួនកូនរាល់ថ្ងៃដៃម៉ែថ្នាក់ថ្នមលោមបំបីដៃម៉ែល្អក្រៃថ្លៃលើសលប់ដៃម៉ែអោបខ្លួនកូនជាប់ទ្រូងដៃម៉ែខំក្រងទាំងថ្ងៃយប់ដៃម៉ែមើលថែឥតមានឈប់ដៃម៉ែធ្វើគ្រប់សពកិច្ចការដៃម៉ែការពាររងាក្តៅដៃម៉ែក្បែរពៅមិនទៅណាដៃម៉ែបីពោថ្លៃជីវ៉ាដៃម៉ែសេនាការពារកូនម៉ែព្រមគ្រប់យ៉ាងគឺព្រមលំបាកឲ្យតកូនបានស្រណុកព្រមកាត់ទុកឲ្យតកូនបានសុខស្រួលព្រមស្លាប់ខ្លួនឲ្យតកូនបានរស់